សាច់រឿងចាប់ផ្ដើមដំណើរនៅពេលដែលខ្ញុំបានទៅពេលជប់នៅកន្លែងធ្វើការដោយការគេនោះខ្ញុំបានធ្វើជាបុគ្គលិកនៅក្រុមហ៊ុនមួយកន្លែងតែដោយសារជំនួយមិនអាចគិតនឹងចំណាយបានខ្ញុំក៏សម្រេចចិត្តដាក់ពាក្យលេខឈប់ទៅកុំឲ្យមេធ្វើជារឹកពេកទេនិយាយលេងទេបន្ទាប់ពីបានលេខឈប់រួចខ្ញុំក៏បានឡើងជិះម៉ូតូកង់3ធ្វើដំណើរពីក្រុងភ្នំពេញទៅកាន់ខេត្តកំពង់ចាមដោយការធ្វើដំណើរមួយនោះខ្ញុំបាននិយាយលេងពីនេះពីនោះជាមួយនឹងគូម៉ូតូកង់3ជាពិសេសក៏បំពេញចោលផ្នែកសម្លឹងទៅមើលទេសភាពតាមដងផ្លូវផុតពីរាជធានីភ្នំពេញខ្ញុំបានធ្វើដំណើរតាមបណ្ដោយផ្លូវមកទន្លេជំនួសខ្យល់ត្រជាក់ល្វីល្វើយបក់ផាត់ពីទន្លេហោះកាត់មកប៉ះជាមួយនឹងពងពាក់តារាងបណ្ដាលឲ្យនេត្រាក៏រំពេចនឹងមួយគេងលឿនពេកទៅទុកមិនបានទៅនឹងអាកាសធាតុដែលអំណត់ផលមួយនោះខ្ញុំក៏បានភ្លេចភ្នែកសង្ងំនៅដំណេកទាំងដែលកំពុងធ្វើដំណើរតាមផ្លូវអស់រយៈពេលមួយស្របក់ក្រោយមកគូកង់3ដែលខ្ញុំបានភ្លេចប្រាប់ឈ្មោះឲ្យខ្លួនរបស់គាត់រៀបកន្លែងបន្តិចគឺឈ្មោះពីយ៉ាងគាត់បានជប់សម្រាប់នៅកន្លែងក្តីយើងរួចគាត់ក៏បានដាស់ខ្ញុំបាននិយាយថាអានាងណាគូសុំចោះទៅទីនេះមកផ្លែតដោយសារម៉ាស៊ីនម៉ូតូរៀងក្តៅហើយណាមួយគាត់លេងជឿគាត់ទិញទៅផងដោយនិយាយរួចគាត់ក៏ចុះពីម៉ូតូសម្រាប់ទៅកាន់ដើមឈើដ៏ធំមួយរៀងឆ្ងាយពីកន្លែងចតបន្តិចខណៈវេលាម៉ោង5:76ទេមេឃក៏ហាក់ដូចជាងឹតដុំតិចរួមផ្សំជាមួយនឹងខ្យល់ដ៏សែនត្រជាក់ស្ទើរតែនឹងព្រួយឆ្អឹងខ្នងខ្ញុំក៏បានក្រឡេកមើលជុំវិញទីនោះលើក្រោមឆ្វេងស្ដាំស្រាប់តែមានអារម្មណ៍ព្រឺសម្បកកង្កែបកំពុងតែឈរមើលទៅពេលទៅគួរពេលខ្លាចបូករួមជាមួយនឹងបរិយាកាសស្ងាត់ជ្រងំស្រាប់តែពេលនោះពូចាប់ក៏បានមកចាប់ស្មារបស់ខ្ញុំធ្វើខ្ញុំស្រែករត់មកថាខ្មោចលងពូយ៉ាប់ក៏ប្រញាប់ចាប់ទីខ្ញុំទៅនិយាយថាពូតិចមួយឡើងមកស្អីតែម្ដងខ្ញុំក៏មិនបាននិយាយស្ដីអ្វីតែបានលួចជេរក្នុងចិត្តថាកាច់យោដែលមកស្ងាត់មានលឺសំឡេងអីបន្តិចសោះហ្មងណាដោយពូយ៉ាប់ឃើញទឹកមុខដ៏ភ័យរបស់ខ្ញុំក៏អស់សំណើហើយក៏និយាយចេញមកថាអត់អីទេអាអូនខ្ញុំក៏តបទាំងកបត់ថាគ្មានស្អីទេពូហើយក៏បានរៀបគិតក្នុងចិត្តទៀតថាមកធ្វើឲ្យគេភ័យទៅនឹងចង់មកវិញនឹងមកសួរទៀតពូគាត់ក៏វិក្បាលហើយក៏តបទាំងអស់សំណើចិត្តថាអាមុខភ័យស្ដីលយតែទៀតយើងក៏បន្តចេញដំណើរទៅទៀតបន្ទាប់ពីចាក់ចេញពីទីកន្លែងនោះបានបន្តិចខ្ញុំក៏ចាប់ផ្ដើមទឹកស្គាល់ឃើញពូយ៉ាប់គាត់ចេះតែកលែងមើលកញ្ចក់អស់ជាម្ដងទៅពីរដងគាត់តែកលែងមើលកញ្ចក់ជាញឹកញយដែលហេតុទ្រាំនឹងសំណួរដែលតែសួរមកកាន់ខ្លួនឯងក្នុងចិត្តបានខ្ញុំក៏សម្រេចចិត្តសួរទៅកាន់គាត់ត្រង់តែម្ដងខ្ញុំបានសួរទៅកាន់គាត់ថាតើមានអ្វីដែលកំពុងតែដេញតាមយើងមិនទេពូបន្ទាប់ពីបានលើសំឡេងឬសំណួររបស់ខ្ញុំរួចគាត់ក៏បានទម្លាក់ទឹកចុះហើយក៏តមកវិញចាំដល់ដងហើមគាត់ថាបើក្មួយចង់ដឹកឯងសាក់អើតមើលទៅខាងក្រោយដូចខ្លួនឯងទៅបន្ទាប់ពីបានសម្លឹងបន្តិចខ្ញុំក៏បកត្រឡប់ខ្លួនមកអង្គុយក្បែរខ្លួនទៅមុខខាងត្រង់ទាំងទឹកមុខភ័យរំស្លេកបែកញើសហូរចុះពេញខ្នងបើធ្វើអើយតែអ្វីដែលកំពុងតែរត់តាមយើងហ្នឹងវាហាក់ដូចមិនជឿទេខ្ញុំអាចសង្កត់មើលដឹងដែលឃើញក្បាលរបស់វាពិតជាធំខ្លាំងណាស់ក្បាលឡើងត្រមាំងកាប់ផ្នែកក៏ខៀវសម្លឹងមកកាន់ខ្ញុំផ្នែកលៀនស្ទើរតែធ្លាក់ចេញមកខាងក្រៅមិនត្រឹមតែប៉ុណ្ណោះទេខ្លួនវាប្រហែលជា3ម៉ែត្រជាងនៅមិនទាន់បាត់ភ័យជាមួយនឹងរឿងរ៉ាវអបាញ់មែនផងវាស្រាប់តែហក់ឡើងមកបន្ទប់ជន់ពីលើដំបូលของវាជន់ទៅត្រង់ជើងទាំងស្រែកខ្លោចធ្វើឲ្យខ្ញុំនិងពូយ៉ាប់មិនអាចធ្វើអ្វីបានត្រឹមតែទ្រាំទាំងភ័យខ្លាចនៅពេលនោះវាស្រាប់តែបង្ហាញមុខនៅពីមុខពូយ៉ាប់ចង្កូតតិចពីវារេពីផ្លូវរហូតធ្វើឲ្យក្រឡាប់ទាំង3ខ្ញុំនិងពូដោយភ័យផងរបួសផងក៏បានដាច់ក៏សម្រាប់ខ្ញុំនៅទីនោះទៅ
ជាសំណាងល្អភ្លាមៗនោះស្រាប់តែមានអ៊ំពីរនាក់បានប្រញាប់ប្រញាល់រត់មកដើម្បីនឹងជួយដោយគុណទឹកដោះម្ដាយថ្លៃខ្ញុំនិងពូយ៉ាប់បានរួចផុតជីវិតពីគ្រោះថ្នាក់ដ៏រន្ធត់មួយនោះអ៊ំធាននិងអ៊ំវ៉ាបានលើកគ្រាខ្ញុំនិងពូយ៉ាប់ទៅសម្រាប់នៅផ្ទះអ៊ំវ៉ាមួយសន្ទុះក្រោយមកខ្ញុំក៏បាននៅខ្លួនក្រោកមកទាំងមមីម្នាក់មុខដៃមិនញីភ្នែកទាំងគូបន្ទាប់មកក៏ចាប់ផ្ដើមនឹកឃើញរឿងដែលបានកើតឡើងកាលពីល្ងាចមិញក៏ស្ទុះស្ទាជាប់ពីលើគ្រែនៅក្នុងផ្ទះបុរាណមួយដែលមានក្បាច់រចនាល្អប្រណិតតែទោះជាល្អប៉ុណ្ណាក៏ដោយក៏ខ្ញុំមិនទាន់បានខ្វល់អ្វីច្រើននៅឡើយក៏ព្រោះតែរឿងដែលសំខាន់នៅពេលនេះគឺស្វែងរកពូយ៉ាប់ជាមុនសិនដោយឈានជើងមិនទាន់បានពី3ជំហានផងស្រាប់តែអ៊ំធានស្រែកពីជំហានផ្ទះមកថាអានាងអើយឯងចង់ទៅណានឹងបន្ទាប់ពីបានលើសំឡេងរបស់អ៊ំធានហើយខ្ញុំក៏បានដើរសម្ដេចទៅគាត់ព្រមទាំងនិយាយទាំងសុភាពរៀបសារថាជំរាបសួរលោកអ៊ំក្មួយសូមអធិស្ឋានលោកអ៊ំបន្តិចតើបានទេតើលោកអ៊ំមានបានឃើញពូរបស់ក្មួយដែរទេអ៊ំធានស្កាត់បន្តិចហើយក៏តបមកវិញថាពូរបស់ហែងនៅលើផ្ទះអាវ៉ាវាកំពុងតែរុំរបួសឲ្យហើយប្រហែលជាកន្លះកង3កាលពីល្ងាចមិញហើយមើលទៅបានជារឿងរបួសខ្លាំងណាស់ដល់ថ្នាក់បាក់ដៃបាក់ឆ្អឹងបែបនេះបន្ទាប់ពីស្ដាប់ប្រសាសន៍របស់អ៊ំធានរួចខ្ញុំពិតជាស្លុតចិត្តយ៉ាងខ្លាំងហើយក៏បានជម្រាបលាអ៊ំធានហើយក៏ដាក់សម្ដេចទៅកាន់កម្មចន្ទាគ្រាន់តែឈានជើងបាន2-3កម្មចន្ទាខ្ញុំស្រាប់តែទទួលបានអារម្មណ៍មួយដ៏ចម្លែកគឺហាក់ដូចជាមាននរណាម្នាក់កំពុងសម្លឹងមើលខ្ញុំពីចម្ងាយអញ្ចឹងវាហាក់ដូចជាអ្វីដែលបានធ្វើខ្ញុំរៀងព្រឺសម្បល់បន្តិចតែខ្ញុំមិនបានងាកទៅរកកន្លែងដែលបានសម្លឹងមកកាន់ខ្ញុំនោះទេគ្រាន់តែឡើងមកដល់លើផ្ទះភ្លាមខ្ញុំក៏បានឃើញអង្វាកំពុងតែស្ដោះប្លង់ទៅលើដៃខាងឆ្វេងរបស់ពូយ៉ាប់ដែលកំពុងតែសន្លប់ស្ដោកស្ដើងនៅកណ្ដាលផ្ទះរបស់អង្វាក្រោយពីបានឃើញស្ថានភាពបាក់ដៃនិងសន្លប់ស្ដោកស្ដើងរបស់ពូយ៉ាប់ខ្ញុំពិតជាមានការរំទត់ក្នុងចិត្តពិតឧបមាថែមទាំងស្រមៃនឹកឃើញទៅដល់រឿងដែលបានកើតឡើងកាលពីល្ងាចមិញបន្ទាប់ពីបានសម្រួលចិត្តបន្តិចក្រោយមកខ្ញុំក៏ចូលទៅលំអោនកាយអង្គុយបត់ជើងព្រមទាំងលើកដៃសំពះជំរាបសួរអង្វាដែលភ្ជាប់ជាមួយនឹងសំណួរអំពីអាការៈរបស់ពូយ៉ាអ៊ំក៏រៀងអត់សំណើចបន្តិចដែលឃើញកាយវិការការនិយាយស្ដីរបស់ខ្ញុំរៀងភ័យថែមទាំងនិយាយទាំងរដេករដប់គាត់ក៏បានតបទាំងញញឹមតិចៗថាគុំទៅភ័យស្អីអាក្មួយវាគ្រាន់តែបាក់ដៃប៉ុណ្ណឹងវាមិនងាប់ទេបន្ទាប់ពីស្ដាប់ប្រសាសន៍របស់អ៊ំវ៉ារួចខ្ញុំក៏រៀងធូរចិត្តបន្តិចបន្ទាប់ពីស្ងាត់អស់មួយស្របក់ក្រោយមកអ៊ំវ៉ាគាត់ក៏ចាប់ផ្ដើមសំណួរសួរពីដើមហេតុដែលនាំឲ្យកន្លប់កង់3កាលពីល្ងាចមិញខ្ញុំក៏មិនបង្អង់យូរក៏បានរាយរាប់ពីដំណើរដើមទងនៃហេតុការណ៍ទាំងមូលបន្ទាប់ពីបានស្ដាប់ខ្ញុំនិយាយរួចអ៊ំវ៉ាហាក់ដូចជាយល់សេចក្ដីព្រមទាំងដកដង្ហើមធំៗគាត់ក៏បានសួរខ្ញុំថាអានាងឯងក៏តែឆ្លងកាត់ឧត្តមនេះលើកដំបូងឬខ្ញុំក៏បានតបថាបាទពិតមែនហើយលោកអ៊ំវ៉ាសម្លឹងមើលមុខខ្ញុំបន្តិចរួចក៏និយាយថាមិនអីទេក្មួយចាំពូរបស់ឯងក្រោកឡើងពេលណាចាំអ៊ំសួរទៀតហើយរៀបចំដូរសម្លៀកបំពាក់បន្តិចទៀតអ៊ំនឹងទៅស្រោចទឹកឲ្យបន្ទាប់ពីឮសំឡេងរបស់អ៊ំវ៉ារួចខ្ញុំក៏មានចម្ងល់ក្នុងចិត្តជាខ្លាំងក៏ប៉ុន្តែមិនទាន់ហ៊ានសួរគាត់នៅពេលនេះភ្លាមនៅឡើយទេភ្លាមនោះនៅសុកខ្ញុំក៏ចាប់ដើមមានអារម្មណ៍ហាក់ដូចជាគ្មានកម្លាំងក្នុងខ្លួនបន្តិចសោះចាប់ផ្ដើមអស់ដៃអស់ជើងភ្នែកទាំងគូចាប់ដើមទន់ត្របកភ្នែកម្ដងបន្តិចអ៊ំដែលហេតុមើលឃើញអាការៈរបស់ខ្ញុំមិនស្រួលគាត់ក៏បានមកអរគុណខ្ញុំម្ដងជាពីរដងនៅតែមិនដឹងខ្លួនគាត់ក៏បានដឹងពីមូលហេតុព្រមទាំងសម្លឹងមើលទៅមាត់ទ្វារថែមទាំងនិយាយថាយឹនឹងឯងហ៊ានណាស់ហ៊ានមកលេចអញដល់ផ្ទះផងនិយាយរួចអ៊ំគាត់ក៏បានបិទភ្នែកថែមទាំងលាក់ដៃប្រណម្យសូត្រនឹងមន្តអាគមគិតថាព្រមដាក់បាត់ដៃហើយកាលណាក៏បានផ្ទះខ្ញុំមួយដៃចំកណ្ដាលខ្នងឬសូត្រតែឌុបធ្វើខ្ញុំដឹងខ្លួនមួយរំពេច